3 ថ្ងៃក្រោយមកខណៈដែលកនិថានិងកុសលកំពុងសើចសប្បាយនៅតូបលក់ដូររបស់អ៊ីផេនជ័យជំនះរបស់ពួកគេក៏ចាប់ផ្ដើមរង្គោះរង្គើពួកដុកដែលបានឃើញហេតុការណ៍នៅមាត់បឹងយប់នោះពីចម្ងាយព្រោះគាត់ទៅដាក់មងបានសម្រេចចិត្តថាគាត់មិនអាចរក្សាការសម្ងាត់នេះទៀតបានទេពួកដុកបានដើរទៅផ្ទះមេភូមិសំរួចហៅគ្រប់គ្នាឲ្យមកជួបជុំគ្នារួមទាំងនារីរតផងដែរក្មួយរតពូចង់ប្រាប់ការពិតរឿងដែលសត្ថាចេញទៅពូដុកនិយាយដោយទឹកមុខមឹងម៉ាត់យប់នោះសត្ថាវាមិនបានណាត់កនិថាទេគឺវាត្រូវគេបោកឲ្យទៅជួបម្នាក់ឯងពូឃើញច្បាស់នឹងភ្នែកថាកនិថាជាអ្នកស្ទុះទៅអោបវាហើយកុសលក៏នៅក្បែរនោះចាំថតរូបនិងចាំមើលឲ្យរត់មកឃើញដែរនារីរត់ងើបបុកឡើងទាំងភ្នែកស្លុតពូនិយាយមែនទេមិនតាន់នឹងនិយាយចប់ផងអ៊ីផេនក៏រត់ត្រហេបត្រហប់មកដល់លោកមេភូមិនារីរត់ខ្ញុំទុកចិត្តមិនបានទេខ្ញុំសុខចិត្តបាបមាត់ចុះយប់មិញខ្ញុំលួចឮកនិថានិងកុសលឆ្លោះគ្នាដណ្ដើមលុយគ្នារួចនិយាយរឿងដែលពួកគេសរសេរសម្បត្តិคล้ายៗបោកសត្ថានិងរត់ឯងការពិតត្រូវបានលាតត្រដាងដោយពន្លឺថ្ងៃចាំងចូលក្នុងភក់នារីរត់មានអារម្មណ៍ថាដង្ហើមស្ទើរតែដាច់ដង្ហើមនាងនឹកឃើញដល់ទឹកមុខជឿចាប់របស់សត្ថាកាលពីយប់មិញនឹកឃើញដល់សម្ដីដែលនាងជេរប្រមាថគេទាំងយល់ច្រឡំបងសត្ថាខ្ញុំខុសហើយនារីរត់យំខ្សឹបខ្សួលអ្នកស្រីនារីដើរមកអង្អែលខ្នងកូនស្រីកូនអើយបើដឹងខ្លួនថាខុសកូនត្រូវតែទៅសុំទោសគេសត្ថាគេជាមនុស្សល្អគេមិនគួរមកជួបរឿងអាស្រូវនឹងការយល់ច្រឡំដោយសារយើងបែបនេះទេដោយភាពឆ្នះឆ្នើមនិងចិត្តសឿងដែលធ្លាប់មាននារីរត់បានជូតទឹកភ្នែករួចងើបឈរម៉ែខ្ញុំនឹងទៅភ្នំពេញខ្ញុំត្រូវទៅប្រាប់គេថាខ្ញុំជឿជាក់លើគេហើយសុំទោសដែលខ្ញុំជាស្រីស្គួតម្នាក់ដែលជឿសម្ដីមនុស្សអាក្រក់ទោះបីជាលោកសំបារម្ភពីកូនស្រីដែលមិនស្គាល់ក្រុងភ្នំពេញតែគាត់ដឹងថាបើមិនឲ្យនាងទៅទេនាងនឹងរស់នៅក្នុងវិបត្តិសេរីអស់មួយជីវិតនារីរត់បានវិច្ចបងវិច្ចខោអាវយ៉ាងប្រញាប់នាងមិនដឹងទេថាទីក្រុងភ្នំពេញធំប៉ុណ្ណាឬផ្ទះសត្ថាដេកនៅទីណាឡើយនាងដឹងត្រឹមតែឈ្មោះក្រុមហ៊ុនដែលសត្ថាធ្លាប់ប្រាប់ពួកដុកតែប៉ុណ្ណោះមុននឹងចេញទៅនារីរត់បានជួបកនិថានិងកុសលតាមផ្លូវនាងមិនបានស្ទុះទៅផ្ទះតបដូចមុនទេប៉ុន្តែនាងសម្លឹងមើលអ្នកទាំងពីរដោយខ្សែភ្នែកត្រជាក់ស្រេបអរគុណអ្នកទាំងពីរដែលធ្វើឲ្យខ្ញុំដឹងថាបេះដូងរបស់ខ្ញុំស្រឡាញ់បងសត្ថាខ្លាំងប៉ុណ្ណាចំណែករឿងដែលអ្នកឯងធ្វើបន្តិចទៀតអ្នកភូមិពូននឹងផ្ដល់មេរៀនឲ្យមិនខាននារីរត់ឡើងឡានឈ្នួលសំដៅទៅកាន់ទីក្រុងភ្នំពេញទាំងបេះដូងពោពេញដោយសេចក្តីសង្ឃឹមនឹងការផ្សងព្រេងដែលនាងមិនធ្លាប់ជួបប្រទះក្នុងជីវិតពន្លឺភ្លើងពណ៌និងសំឡេងស៊ីផ្លេឡានអ៊ូអរនៅទីក្រុងភ្នំពេញបានធ្វើឲ្យនារីរត់ស្រឡាំងកាំងក្មេងស្រីដែលធ្លាប់តែខ្លាំងពូកែនៅភូមិពូនស្រុករំដួលពេលនេះប្រៀបដូចជាកូនមនវង្វេងមេនៅកណ្ដាលសមុទ្រឡានម៉ូតូនារីរត់ចុះពីឡានឈ្នួលនៅផ្សារថ្មីទាំងដៃកាន់ក្រដាសមួយសន្លឹកដែលមានសរសេរឈ្មោះក្រុមហ៊ុនសំណង់របស់សត្ថានាងស្លៀកពាក់យ៉ាងសុភាពរាបសារប៉ុន្តែចរិតឆ្មើងឆ្មៃរបស់នាងកាលពីនៅភូមិបានរលាយបាត់អស់ជំនួសមកវិញដោយសារភាពភ័យខ្លាចពូស្គាល់កន្លែងនេះទេនារីរត់ដើរសួរអ្នករត់ម៉ូតូឌុបម្នាក់អូឆ្ងាយណាស់ក្មួយឲ្យពូ$5មកពូឌុបទៅដល់ភ្លាមដោយមិនដឹងតម្លៃនាងក៏យល់ព្រមឡើងជិះប៉ុន្តែសំណាងអាក្រក់ខណៈដែលនាងកំពុងដកកាបូបលុយបំរុងនឹងបង់លុយឲ្យអ្នករត់ម៉ូតូឌុបនៅមុខក្រុមហ៊ុនស្រាប់តែមានម៉ូតូមួយគ្រឿងទៀតបើកមកក្បែររួចឆក់កាបូបរបស់នាងយកទៅបាត់ស្រមោលចៅជួយផងចៅឆក់កាបូប
ខ្ញុំហើយនារីរត់ស្រែកយំផ្អើលពេញចិញ្ចើមផ្លូវអ្នករត់ម៉ូតូដប់ឃើញបែបនេះក៏ខ្លាចមានរឿងវែងឆ្ងាយក៏បើកម៉ូតូដប់ចេញទៅបាត់ទុកឲ្យនាងឈរយំម្នាក់ឯងគ្មានលុយ1រៀលជប់ខ្លួនសំបីតែទូរស័ព្ទក៏បាត់បង់ដែរនាងដើរទៅមាត់ទ្វារក្រុមហ៊ុនទាំងទឹកភ្នែកប៉ុន្តែសន្តិសុខមិនឲ្យនាងចូលឡើយក្មួយមើលខ្លួនឯងផងសក់ក្បាលរញ៉េរញ៉ៃបងវិចខោអាវចាស់ចាស់បែបនេះចង់មកជួបលោកអគ្គនាយករងមែនទេគាត់រវល់ណាស់គ្មានពេលជួបក្មេងស្រីមកពីខេត្តដូចក្មួយទេមេចាប់ផ្ដើមងងឹតនារីរត់អស់សង្ឃឹមយ៉ាងខ្លាំងនាងដើរត្រហេបត្រហប់ទៅអង្គុយក្បែរចំណតឡានក្រុងក្បែរនោះភាពត្រជាក់នៃខ្យល់អាកាសធាតុក្នុងក្រុងនិងសំឡេងមនុស្សប្លែកមុខធ្វើឲ្យនាងនឹកផ្ទះនឹកម៉ែឪហើយជាពិសេសគឺនឹកសត្ថានាងអោបបងវិចខោអាវយំរហូតដល់លងលក់មួយភាំងរំពេចនោះពន្លឺឡានដល់ភ្លឺចាំងមួយបានឈប់ងក់នៅចំពោះមុខនាងទ្វារឡានបើកចេញបុរសម្នាក់ក្នុងឈុតអាវសាមីពណ៌ខៀវខ្ចីដែលមើលទៅសង្ហានិងថ្លៃថ្នូរជាងមុនបានដើរចុះមកគេគឺសត្ថាគេទៅតែចេញមកពីប្រជុំយប់ជ្រៅហើយចៃដន្យភ្នែកគេក្រឡេកឃើញស្រីម្នាក់អង្គុយអោបបងវិចមើលទៅដូចជាមនុស្សដែលធ្លាប់ស្គាល់បំផុតរត់នារីរត់មែនទេនឹងសត្ថាឧទានឡើងតាំងមិនជឿនឹងភ្នែកនារីរត់ងើបមុខឡើងតាំងភ្នែកហាមស្លក់ពេលឃើញថាជាសត្ថានាងមិនបានជេរឬឌឺដងដូចមុនទេតែនាងបានស្ទុះទៅអោបចង្កេះគេរួយយំខ្លាំងដោយក្មេងតូចម្នាក់បងសត្ថាខ្ញុំសុំទោសខ្ញុំវង្វេងផ្លូវខ្ញុំបាត់កាបូបលុយអស់ហើយខ្ញុំនឹកបងណាស់សត្ថាចូលថ្មឹងមួយសន្ទុះបេះដូងដែលគេធ្លាប់ខឹងសម្បានឹងឈឺចាប់បានរលេងអស់នៅពេលឃើញស្ថានភាពទុនជ្រាយរបស់ក្រុមមុំឆ្នះម្នាក់នេះគេលូកដៃទៅអង្អែលសក់នាងថ្នមរួចនិយាយដោយសំឡេងស្រទន់មិនអីទេខ្ញុំនៅទីនេះហើយកុំយំអីចូលឡានមកខ្ញុំនាំទៅផ្ទះវិញនៅក្នុងឡានដ៏មានផាសុកភាពនារីរត់បានរៀបរាប់ការពិតគ្រប់យ៉ាងដែលពូដុកនិងអ្នកភូមិបានឃើញសត្ថាស្ដាប់ទាំងដកដង្ហើមធំគេមិននឹកស្មានថានារីរត់ហ៊ានលះបង់គ្រប់យ៉ាងធ្វើដំណើរមកដល់ទីក្រុងភ្នំពេញតែម្នាក់ឯងដើម្បីរកតែសុំទោសគេបែបនេះសោះរត់ឯងពិតជាស្គួតមែនមកភ្នំពេញតាំងមិនស្គាល់អីសោះអញ្ចឹងសត្ថាស្ដីឲ្យតាំងញញឹមក៏ព្រោះតែខ្ញុំចង់ប្រាប់បងថាខ្ញុំស្រឡាញ់បងនារីរត់និយាយទាំងមុខក្រហមសត្ថាជន់ប្រាំងឡានឈប់គៀនផ្លូវគេសម្លឹងមើលភ្នែកនារីរត់រួចថាបថ្ងាសនាងមួយខ្សើតបងក៏ស្រឡាញ់អូនដែរមេខ្មុំតូចរបស់បងបន្ទាប់ពីការជួបគ្នានិងការយល់ចិត្តគ្នានៅទីក្រុងភ្នំពេញសត្ថាបានមើលថែនារីរត់យ៉ាងដឹកដល់ប៉ុន្តែអ្នកទាំងពីរដឹងថាមានរឿងដែលត្រូវដោះស្រាយនៅភូមិពូនឲ្យដាច់ស្រឡះដើម្បីកុំឲ្យមនុស្សអាក្រក់នៅតែមានអំណាចលើសសេចក្តីសុខរបស់អ្នកដទៃព្រឹកថ្ងៃអាទិត្យឡាន pick up ពណ៌ខ្មៅរបស់សត្ថាបានបើកចូលមកដល់ភូមិពូនឃុំសង្កែសារជាថ្មីវត្តមានរបស់នារីរត់ដែលចុះពីលើឡានជាមួយសត្ថាក្នុងសម្លៀកបំពាក់ថ្មីស្រឡាំងនិងទឹកមុខមានសុភមង្គលធ្វើឲ្យអ្នកភូមិផ្អើលឆោឡោអ្នកស្រីនារីនិងលោកសំស្ទុះមកអោបកូនស្រីទាំងទឹកភ្នែករីករាយប៉ុន្តែនៅមកខាងទៀតកនិដ្ឋាននិងកុសលចាប់ផ្ដើមភ័យញ័រដើមទ្រូងនៅពេលឃើញសត្ថាដើរសំដៅមកផ្ទះមេភូមិជាមួយពូដុកនិងតាភឿនដែលជាសាក្សីដឹងឮការពិតអ្នកភូមិទាំងអស់គ្នាថ្ងៃនេះខ្ញុំត្រឡប់មកវិញដើម្បីជំរះបញ្ជីដែលអ្នកខ្លះបានធ្វើទុកបុកម្នេញលើកិត្តិយសរបស់ខ្ញុំនិងនារីរតន៍សត្ថានិយាយយ៉ាងដាច់អហង្ការសត្ថាបានដកទូរស័ព្ទដៃដែលគេបានថតសំឡេងសារភាពរបស់កុសលដែលកុសលធ្លាប់ស្រែកជេរក៏និយាយថា
រឿងលុយកាក់កាលពីថ្ងៃមុនហើយសត្ថាបានឲ្យពូដុកជួយថតទុកសំឡេងសារភាពរឿងរៀបចំឆាកបោកប្រាស់ក្នុងព្រៃរឿងសម្បត្តិក្លែងក្លាយបានបន្លឺឡើងឮពេញភូមិក៏ន័យថាមុខស្លេកដូចដំឡូងចំហុយនាងព្យាយាមរត់គេចតែត្រូវអ៊ីផេននិងអ្នកភូមិឯទៀតស្ទាក់ជាប់ណែចង់ទៅណាក៏ន័យថាឯងចូលចិត្តចាក់រកគេណាស់មែនទេឥឡូវភ្លក់រសជាតិត្រូវគេដេញដោលវិញម្ដងទៅអ៊ីផេនស្រែកដាក់តាំងឌឺដងនារីរតដើរទៅរកកនិដ្ឋាយឺតគ្រប់គ្នាគិតថានាងនឹងស្ទុះទៅផ្ទះតបសងសឹកដូចរៀងរាល់ដងប៉ុន្តែនារីរតគ្រាន់តែលើកទឹកមួយផ្តិលនៅក្បែរនោះមកស្រោចលើក្បាលកនិដ្ឋាថ្នមទឹកនេះជួយលាងចិត្តកខ្វក់របស់ឯងចេញខ្លះទៅយើងមិនចង់ប្រើកម្លាំងបាយជាមួយឯងទេព្រោះវានាំឲ្យប្រឡាក់ដៃយើងតែបងសត្ថាទៅតែនឹងកាន់នារីរតនិយាយតាំងញញឹមជ័យជំនះចំណែកកុសលត្រូវលោកសំដែលជាមេភូមិហៅទៅអប់រំនិងពិន័យតាមច្បាប់ភូមិរួមតាំងបង្ខំឲ្យសុំទោសសត្ថានិងនារីរតជាសាធារណៈនៅចំពោះមុខចាស់ទុំការសងសឹករបស់នារីរតនិងសត្ថាមិនមែនជាការប្រើហិង្សាឡើយប៉ុន្តែគឺជាការលាតត្រដាងការពិតនិងការដាក់ទោសដោយភាពខ្មាស់អៀនដែលធ្វើឲ្យកនិដ្ឋានិងកុសលមិនហ៊ានងើបមុខមើលអ្នកភូមិត្រង់ទៀតឡើយកេរ្តិ៍ឈ្មោះរបស់នារីរតត្រូវបានស្ដារឡើងវិញអ្នកភូមិដែលធ្លាប់ខ្សឹបខ្សៀវចាប់ផ្ដើមមកសុំទោសនិងសរសើរពីសេចក្តីក្លាហានរបស់នាងដែលហ៊ានទៅតាមស្នេហ៍ដល់ក្រុងភ្នំពេញបងសត្ថាអរគុណដែលជឿជាក់លើខ្ញុំនារីរតសប្រាប់សត្ថាគណៈដែលពួកគេឈោមើលថ្ងៃលិចនៅមាត់វាលស្រែអរគុណមេធ្មប់តូចដែលឆ្នះចំរឿងសត្ថាសើចរួចអោបស្មានាងយ៉ាងកក់ក្ដៅបន្ទាប់ពីព្យុះភ្លៀងនៃការយល់ច្រឡំបានកន្លងផុតទៅមេឃនៅភូមិពូនក៏ចាប់ផ្ដើមស្រឡះត្រចះត្រចង់សារជាថ្មីប៉ុន្តែសម្រាប់សត្ថានិងនារីរតនៅតែមានរបងខ្ពស់មួយទៀតដែលត្រូវឆ្លងកាត់នោះគឺការយល់ព្រមជាផ្លូវការពីចាស់ទុំទាំងសងខាងជាពិសេសគឺលោកមេភូមិសំដែលជាមនុស្សមើងម៉ាត់បំផុតល្ងាចថ្ងៃដដែលសត្ថាបានសម្រេចចិត្តចូលទៅជួបលោកសំនិងអ្នកស្រីណារីដល់ក្នុងផ្ទះក្នុងលក្ខខណ្ឌថ្លៃថ្នូរគេមិនបានមកម្នាក់ឯងទេប៉ុន្តែមានទាំងតាភឿននិងយាយខុំដែលជាចាស់ទុំគោរពស្រឡាញ់ក្នុងភូមិមកធ្វើជាអាជ្ញាកណ្ដាលនិងជាអ្នកចូលស្ដីដណ្ដឹងជាបឋមជំរាបសួរលោកពូអ្នកមីងសត្ថាលើកដៃសំពះយ៉ាងរំទុំបំផុតរឿងរ៉ាវដែលបានកើតឡើងកន្លងមកខ្ញុំពិតជាសុំទោសដែលធ្វើឲ្យគ្រួសារលោកពូត្រូវមានអាស្រូវប៉ុន្តែបេះដូងខ្ញុំចំពោះនារីរតជារឿងពិតមិនមែនលេងសើចដូចដែលគេចោទប្រកាន់ឡើយលោកសំអង្គុយស្ងៀមមុខមាំសម្លឹងមើលទៅកូនស្រីដែលអង្គុយអោនមុខដោយភាពអៀនខ្មាស់នៅក្បែរម្ដាយគាត់ដកដង្ហើមធំរួចនិយាយយឺតសត្ថាឯងជាក្មេងប្រុសចំណេះដឹងខ្ពស់រូបរាងសង្ហាចំណែកកូនស្រីយើងវាជាក្មេងស្រីស្រែកចរិតកាចឆ្នះមិនសូវដឹងរឿងធំដុំតើឯងប្រកាសទេថាឯងអាចទ្រាំនឹងចរិតនាងបានមួយជីវិតនារីរតងើបមុខឡើងបំរុងនឹងតបវិញតាមចរិតឆ្នះរបស់នាងតែត្រូវអ្នកស្រីនារីកាត់សម្គាល់តាមរយៈការចាក់ចង្កេះឲ្យនៅស្ងៀមសត្ថាញញឹមរួចសម្លឹងមើលនារីរតដោយខ្សែភ្នែកផ្អែមល្ហែមលោកពូភាពឆ្នះរបស់រតនឹងហើយដែលធ្វើឲ្យជីវិតខ្ញុំមានពណ៌សម្បុរបើគ្មានភាពក្លាហាននិងចិត្តដាច់របស់នាងទេនាងក៏មិនជិះឡានទៅតាមរកខ្ញុំដល់ភ្នំពេញដែរមនុស្សស្រីដែលហ៊ានលះបង់ដើម្បីស្នេហាបែបនេះខ្ញុំនឹងថែរក្សាអស់មួយជីវិតយាយខុំសើចក៏ក្អឹករួចបន្ថែមថា
មែនហើយលោកមេភូមិវាជាក្មេងស្រឡាញ់ដល់ថ្នាក់នឹងហើយឲ្យពួកវាសាងគ្រួសារជាមួយគ្នាទៅខ្ញុំមើលឃើញថាសិតថាជាក្មេងដឹងខុសដឹងត្រូវចេះគោរពចាស់ទុំមិនមែនមើងងាយអ្នកស្រាយយើងទេលោកសំងក់ក្បាលយឺតទឹកមុខដែលធ្លាប់តែរឹងមាំចាប់ផ្ដើមរីកស្រស់បន្តិចម្ដងតាមពិតទៅយើងមិនដែលធ្លាប់ស្អប់ឯងទេសត្ថាយើងគ្រាន់តែចង់ដឹងចិត្តឯងឲ្យច្បាស់តែប៉ុណ្ណោះបើឯងស្រឡាញ់កូនស្រីយើងពិតយើងក៏មិនដាច់ចិត្តបំបែកបំបាក់ឯងដែរអ្នកស្រីណារីញញឹមតាំងទឹកភ្នែកចឹងមានន័យថាបងយល់ព្រមហើយមែនទេយល់ព្រមហើយចាំពេលសិតថាសម្រាប់ពីការងារចូលនាំចាស់ទុំមកពីភ្នំពេញមកស្ដីដណ្ដឹងតាមប្រពៃណីចោះនារីរតរំភើបចិត្តពេកក៏ភ្លេចខ្លួនស្ទុះតួអោបឪពុករួចងាកកមកញញឹមដាក់សិទ្ធថាមានអារម្មណ៍ថាភ្នំដ៏ធំដែលសង្កត់លើទ្រុងគេជាច្រើនខែមកនេះត្រូវបានលើកចេញបាត់អស់មុននឹងត្រឡប់ទៅវិញសិទ្ធថាបានដើរទៅរកនារីរតនៅមាត់របងផ្ទះលឺហើយមែនទេត្រៀមខ្លួនធ្វើជាកូនក្រមុំទៅមេខ្មុំតូចបងឯងកុំអួតពេកការហើយចាំមើលរត់ម្នាក់នេះធ្វើបាបឲ្យខូចចរិតម្ដងនាងតបវិញទាំងមុខក្រហមសេចក្តីសុខបានត្រឡប់មករត់ដំដប់លើគ្រួសារមេភូមិនិងភូមិពូនទាំងមូលខណៈដែលកនិដ្ឋាននិងកុសលបានត្រឹមតែឈរមើលភាពជោគជ័យរបស់អ្នកទាំងពីរចម្ងាយតាំងវិបដិសារីមួយឆ្នាំកន្លងផុតទៅភូមិពូនឃុំសង្កែប្រែមុខមាត់ថ្មីគួរឲ្យកត់សម្គាល់ផ្លូវលំគ្រោះក្រហមដែលធ្លាប់តែហុយត្រឡោមនិងសម្បូរដោយភក់ច្រំคล้ายជាផ្លូវបេតុងរឹងមាំដែលជាស្នាដៃរចនានិងត្រួតពិនិត្យដោយផ្ទាល់ពីសំណាក់វិស្វករវ័យក្មេងសិដ្ឋាថ្ងៃនេះគឺជាថ្ងៃមង្គលការដ៏ធំប្រចាំភូមិសំឡេងតន្ត្រីបុរាណបន្លឺឡើងរំពងពេញភូមិឋានរបស់លោកមេភូមិសំនិងអ្នកស្រីណារីដែលអ្នកភូមិម្នាក់ស្លៀកពាក់យ៉ាងស្រស់ស្អាតមកចូលរួមអបអរសាទរមង្គលជ័យរបស់សិដ្ឋានិងនារីរតយាយខុំនិងតាភឿនអង្គុយនៅកន្លែងចាស់ទុំញញឹមបិទមាត់មិនចិត្តសំបីតែពូដុកនិងអ៊ីផេនក៏រវល់ជួយរៀបចំការងារមិនឈប់ដៃដែរនៅក្នុងបន្ទប់កូនក្រមុំនារីរតស្លៀកពាក់ជុតក្រងមង្គលការពណ៌មាសឆ្អិនឆ្អៅភាពឆ្នះឆ្នើមរបស់នាងក្លាយជាភាពថ្លៃថ្នូរនិងទន់ភ្លន់យ៉ាងចម្លែកនាងសម្លឹងមើលខ្លួនឯងក្នុងកញ្ចក់រួចនឹកដល់ថ្ងៃដំបូងដែលនាងជួបសិដ្ឋាថ្ងៃដែលនាងជេរស្ដីផ្អើលភូមិរឿងខ្ទាតភក់ប្រឡាក់អាវអូនស្អាតណាស់សំឡេងក្រលួងរបស់សិដ្ឋាបន្លឺឡើងពីក្រោយគេស្លៀកឈុតកូនកំឡោះប្រពៃណីមើលទៅសង្ហាដូចសុបិនបងសិដ្ឋាអរគុណបងដែលមិនបោះបង់ស្រីស្រែឆ្នះម្នាក់នេះនារីរតនិយាយទាំងក្តុកក្តួលបងវិញទេដែលត្រូវអរគុណអូនបើគ្មានអូនបងប្រហែលជាវិស្វករម្នាក់ដែលរស់នៅក្នុងអាគារខ្ពស់មិនដឹងថាភាពកក់ក្ដៅនិងស្នេហាពិតនៅតាមវាលស្រែមានតម្លៃកម្រិតណាឡើយក្រោយពិធីសង្ពះផ្ទឹមពិធីជប់លៀងបានចាប់ផ្ដើមឡើងគ្រប់គ្នារាំលេងយ៉ាងសប្បាយរីករាយចំណែកកនិដ្ឋាននិងកុសលមិនបានបង្ហាញខ្លួនក្នុងពិធីនោះទេឮគេថាពួកគេបានចាក់ចេញទៅធ្វើការនៅឆ្ងាយបន្ទាប់ពីមិនអាចទ្រាំនឹងខ្សែភ្នែកដេះដៀលរបស់អ្នកភូមិបាននៅពេលរាត្រីមកដល់ស្ថាននិងនារីរតបានមកឈរនៅផ្ទះថ្មីដែលស្ថាបានសាងសង់សម្រាប់ជាចំណងដៃអាពាហ៍ពិពាហ៍ផ្ទះនោះស្ថិតនៅកណ្ដាលវាលស្រែអាចមើលឃើញសម្រាប់ភូមិពូនទាំងមូលក្រោមពន្លឺព្រះបងសម្រេចចិត្តឲ្យរត់ស្ថានិយាយទាំងអោបចង្កេះភរិយាបងនឹងសុំក្រុមហ៊ុនផ្លាស់មកធ្វើការនៅខេត្តស្វាយរៀងនេះជារៀងរហូត
បងចង់រស់នៅទីនេះជាមួយអូនសាងគ្រួសារនៅទីនេះនឹងជួយអភិវឌ្ឍភូមិយើងឲ្យកាន់តែរីកចម្រើននារីរតផ្អែកក្បាលលើថ្មារបស់សត្ថាតាំងញញឹមយ៉ាងមានក្តីសុខចាស់បងទោះជាមានរឿងអីកើតឡើងក៏យើងមិនបែកគ្នាទៀតដែរតែបងត្រូវចាំណាទោះជាការហើយក៏ដោយក៏រត់ម្នាក់នេះនៅតែឆ្នះដដែលបើបងហ៊ានលួចមានស្រីក្រៅដឹងគ្នាហើយសត្ថាសើចយ៉ាងខ្លាំងរួចថាបថ្ងាសភរិយាបាទបងខ្លាចហើយចំទាវមេខ្មុំពន្លឺព្រះច័ន្ទចេះចាំងមកលើអ្នកទាំងពីរជាសាក្សីនៃស្នេហាដ៏ស្មោះស្ម័គ្រចំនួនការចាក់រកនិងការយល់ច្រឡំបានរលាយទៅបាត់ចំនួនមកវិញនៅសុភមង្គលដ៏ពិតប្រាកដនៅលើទឹកដីភូមិពូនស្រុកសង្កែជារៀងរហូតទៅរឿងក្រមុំឆ្នះឡុងស្នេហ៍កំឡោះសង្ហាចប់ដោយបរិបូរណ៍